ចែករំលែកបទពិសោធន៍ជីវិតជាមួយនឹង World Cup បាទបងប្អូនស្ដាប់ហើយកុំច្រឡំថាខ្ញុំកីឡាករអីមិនមែនទេបទពិសោធន៍គឺបទពិសោធន៍មើលបាល់បងប្អូនមើលបាល់ទាត់មើលបាទព្រឹត្តិការណ៍បាទធំធំ FIFA World Cup អីចឹងទៅបាទហើយខ្ញុំគឺជាអ្នកគ្រប់គ្រងម្នាក់បាទដែលជាអ្នកគ្រប់គ្រងរបស់បាទពូដូបាទ Cristiano Ronaldo បាទលេខ7របស់ប៉ូទុយហ្គាល់បាទហើយយើងដឹងហើយថាបាទប៉ូទុយហ្គាល់គឺបានហៅអាប្រទេសហើយនៅវគ្គ16ក្រុមបាទក្រោមបាទធ្វើជើងរបស់បាទអេស្ប៉ាញបាទហើយលើបទពិសោធន៍យ៉ាងម៉េចបងប្អូនបទពិសោធន៍យ៉ាងម៉េចខ្ញុំគឺជាកុមារាម្នាក់ដែលស្គាល់បាល់ទាត់ក្នុងចន្លោះឆ្នាំ2010បាទខ្ញុំចេះមើលបាល់គឺអាចនឹងវ័យខ្ញុំគឺ12 13ឆ្នាំបាទហើយកាលនោះខ្ញុំនៅតូចសម្រាប់នៅតូចយើងមើលបាល់ទាត់យើងដឹងហើយថាបាល់ទាត់បងប្អូនដឹងហើយថាមិនថាបាល់ទាត់មិនដែលលេងតែកម្រលេងពេលថ្ងៃហើយក៏កម្រលេងពេលព្រឹកដែរគឺតែតែលេងនៅពេលរាត្រីនៅពេលយប់ចិត្តភ្លឺទៅម៉ោង12ទៅឬក៏ម៉ោង2ម៉ោង3ភ្លឺទៅបាទដល់អញ្ចឹងការព្រឹត្តិការណ៍នៃការមើលរបស់ខ្ញុំហ្នឹងគឺតែងតែទទួលបានការស្ដីបន្ទោសការជេរការថាក៏ស្អីឲ្យពីម្ដាយខ្ញុំធម្មតាគាត់ខ្លាចធម្មតាយើងមើលគាត់ខ្លាចកូនអត់រងើយខ្លាចអត់បានទៅរៀនក៏ស្ដីឲ្យគាត់សួរយើងថាមិនបាល់ទាត់នឹងមិនមើលមិនបានចេះតែមើលអត់ដេកអត់ពួនអីទៅធម្មតាម្ដាយស្រឡាញ់កូនបងប្អូនបាទប៉ុន្តែរឿងរ៉ាវទាំងអស់នេះមិនមែនជាឧបសគ្គរបស់ខ្ញុំទេទោះបីត្រូវមកស្ដីឲ្យទោះបីត្រូវមកជេររហូតដល់មកវាយក៏ដោយបាទគាត់នៅតែមើលបាល់ដែរបាទហើយមួយទៀតខ្ញុំក៏មានការគ្រប់គ្រងបោករបស់ខ្ញុំដែរដោយសារតែគាត់ក៏ជាអ្នកចូលចិត្តបាល់ទាត់ដែរហើយពួកយើងតែងតែមើលបាល់ទាត់ជាមួយគ្នានៅព្រឹត្តិការណ៍បាទធំបាទបាល់ទាត់មើលនេះចឹងសម័យបងប្អូនបាទហើយមកដល់បច្ចុប្បន្ននេះឥឡូវនេះយើងដឹងហើយថា World Cup បាទ FIFA World Cup 2026បាទ2026គឺកំពុងតែកើតឡើងបាទកំពុងតែកើតឡើងហើយម៉ែខ្ញុំក៏លេងថាអរគុណទៅដែរបាទ no បាទម៉ែលេងថាឲ្យឯងធំហើយធ្វើអីក៏បានដែរប៉ុន្តែវាមានរឿងមួយទៀតដែលពិតជាទូចុកមែនតើសម្រាប់ខ្ញុំបាទការពីក្មេងម៉ែស្ដីឲ្យម៉ែជេរបាទរហូតដល់ម៉ែមកបាទក៏ប៉ុន្តែឥឡូវនេះម៉ែមិនជេរម៉ែមិនស្ដីឲ្យម៉ែមិនវាយក៏ពិតមែនប៉ុន្តែប្រពន្ធបងប្អូនប្រពន្ធជេរជីវិតអើយជីវិតខ្ញុំជឿចប់លេះជាមួយ World Cup ប្រពន្ធជេរប្រពន្ធស្ដីឲ្យបាទមិនតែប៉ុណ្្នឹងទេបាទម៉ែជេរម៉ែវាយក៏ពិតមែនប៉ុន្តែម៉ែដែរគម្រាមទេប្រពន្ធគម្រាមយ៉ាងម៉េចគាត់ថាបើសិនជាខ្ញុំនេះមើលបាល់កុំដេកចិត្តគាត់ណាគាត់ឆ្លងគាត់ដេកមិនលក់ទេណាបើចង់មើលបាល់ទៅដេកណាឆ្ងាយដេកក្រៅដេកអីទៅគឺចឹងគឺបានការគម្រាមcủaម៉ែពីប្រពន្ធមិនអត់ដេកចិត្តបងប្អូនអើយជីវិតខ្ញុំនេះលះបង់ណាស់ជាមួយបាល់ទាត់បាទទុកចិត្តឲ្យការក្មេងទុកចិត្តឲ្យម៉ែជេរឲ្យម៉ែវាយអត់បានមើលបាទឥឡូវនេះព្រឹត្តិការណ៍បច្ចុប្បន្ននេះមកលះបង់ណាស់បាទទុកចិត្តឲ្យប្រពន្ធជេរប្រពន្ធថាអោប្រពន្ធសួរដេញដោលមិនក៏មិនដេកមិនអីប្រពន្ធគម្រាមទៀតមិនឲ្យដេកចិត្តបងប្អូនគិតមើលបាទថាខ្ញុំលះបង់កណ្ណាជំនាញបាល់ទាត់បងបាទទីពិសេសនេះគឺពូដូបាទខ្ញុំគឺជាអ្នកគ្រប់គ្រងរបស់ Cristiano Ronaldo បាទតាំងពីកុមារភាពរហូតមកដល់បច្ចុប្បន្ននេះបាទហើយរឿងដែលជួយចាប់បំផុតគឺនេះគឺជាព្រឹត្តិការណ៍ចុងក្រោយបាទរបស់ពូដូដែលគាត់លេងឲ្យជំនួយជាតិប៉ូទុយហ្គាល់បាទយើងដឹងហើយថាចប់ World Cup នេះគឺគាត់ទៅលេងហើយបងប្អូនគាត់ទៅលេងមកគាត់ចូលនិវត្តន៍ហើយបាទអញ្ចឹងវាជាដំណឹងដល់ដំណឹងដល់សោកសៅមួយសម្រាប់អ្នកដែលគ្រប់គ្រងបាទ Cristiano Ronaldo បាទឥឡូវយើងនិយាយលេងសើចអំពីជីវិតខ្ញុំតែសង្ខេបឲ្យខ្លីបាទកាលពីក្មេងម៉ែជេរម៉ែវាយក៏ពិតណាស់ប៉ុន្តែបច្ចុប្បន្នម៉ែមិនជេរម៉ែមិនវាយតែប្រពន្ធជេរប្រពន្ធស្ដីឲ្យប្រពន្ធវាយប្រពន្ធគំរាមបាទនេះគឺជាជីវិតដែលខ្ញុំចង់ចែករំលែកទៅកាន់អ្នកទាំងអស់នេះឥឡូវយើងរំលងរឿងនេះចូលមកដល់ការឆ្លើយតបទៅកាន់បាទអ្នកម្ដាយក៏ដូចជាប្រពន្ធរបស់ខ្ញុំដែលគាត់តែងតែសួរគាត់សួរថាហេតុអ្វីបើយើងចាំបាច់ទៅមើលការ live ផ្ទាល់បាទមើលការ live ផ្ទាល់មិនចាំមើលលទ្ធផលឬក៏ចង់មើល highlight នៅពេលព្រឹកបាទព្រោះយើងដឹងផលនឹងដូចគ្នាដែរឆ្ងាយចាញ់យើងដឹងបងប្អូនអ្នកមើលបាល់បានដឹងមើលពិតមើលយើងមើលព្រឹត្តិការណ៍កំពុងតែកើតឡើងគឺយើងទទួលបានអារម្មណ៍ពិសេសបាទទី1ឧទាហរណ៍ថាអារម្មណ៍ឧទាហរណ៍យើងឃើញនេះCristiano Ronaldo របស់យើង idol របស់យើងកំពុងតែពេលហ្នឹងទីនៅពេលនោះយើងនឹងមានអារម្មណ៍ថាខ្ញុំបងបោះអូទេវតាលោកអើយព្រះអើយព្រះអង្គជួយផងចូលបងចាំជួយផងបងជួយផងចូលនៅពេលដែលពូដូតចូលទីចូលគោភ្លឹបបងប្អូនយើងនឹងអសប្បាយលោតវាក្អីបើផ្ទះសង្ស័យផ្ទះលឹកវិញទៅបុកទូលរោលហើយក៏ប៉ុន្តែបើសិនជាមានការជួយសង្គ្រោះពីអ្នកចាំគោឬក៏ចាំទីបានបងប្អូននឹងតែលាក់ទឹកមុខហើយចេះនឹងតែផឹងថាមិនគូជួយបានទៀតបើល្អប៉ុណ្ណឹងអីជួយបានទៀតណាអារម្មណ៍ចេញមកភ្លាមតែម្ដងហើយនៅពេលទីបើសិនជារបស់ក្រុមបាល់ទាត់របស់គាត់សហការនេះមិនបានអលេងទៅវាអ្នកខ្លះទៅស្រឡាញ់បាល់ពេកលេងតែឯងប៉ាសេមិនអីចឹងមិនផិតមិនអីយើងទៅចេញអារម្មណ៍ថាញយហែងជេរអានេះអានោះមិនក៏មិនប៉ះមិនក៏មិនស្អីចឹងទៅបាទទាំងអស់នេះគឺជាអារម្មណ៍ដែលចេញពីធម្មជាតិពិតដែលមិនមានលុយណាអាចចេញបានទាំងអារម្មណ៍ទាំងអស់នេះ
ចេញមកភ្លាមចេញពីខាងក្នុងតែមកក្តីសុខនៅពេលនេះគឺពេញទៅមិនមែនដូចយើងទទួលផលថាអូក្រុមយើងឆ្ងាយយើងគ្រាន់អបអរសាទរក្រុមយើងឆ្ងាយបង្ហោះតែថាអួតគេអួតអីទៅប៉ុន្តែជាក់ស្ដែងវាមិនដូចនៅវេទិកាមើលឃើញនៅពេលដែលកំពុងតែកើតឡើងទេបាទនេះគឺជាការចែករំលែករបស់ខ្ញុំទៅកាន់អ្នកទាំងអស់គ្នាហើយអរគុណសម្រាប់ការចូលរួមទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទវីដេអូនេះគឺមានប៉ុណ្្នឹងឯងអរគុណជំរាបលាជួបគ្នានៅវីដេអូក្រោយ